សំណល់យុទ្ធភ័ណ្ឌសេសសល់ពីសង្គ្រាមនៅតាមព្រំដែនកម្ពុជាថៃនៅតែជាហានិភ័យសម្រាប់ប្រជាពលរដ្ឋសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបន្ទាប់ពីសង្គ្រាមកម្ពុជាថៃនៅតែបង្កគ្រោះថ្នាក់ដល់ជីវិតនិងសុវត្ថិភាពប្រជាពលរដ្ឋតាមតំបន់ព្រំដែនសំណល់ទាំងនេះបណ្ដាលឲ្យមានការរងរបួសពិការភាពនិងរារាំងការប្រើប្រាស់ដីធ្លីសម្រាប់កសិកម្មនិងការអភិវឌ្ឍនេះបើយោងតាមផេកទូរទស្សន៍ជាតិកម្ពុជាបានប្រកាសនាព្រឹកថ្ងៃទី4ខែមករាឆ្នាំ2026ជាមួយនេះវាក៏ប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមនិងបរិស្ថានដោយធ្វើឲ្យការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែនជួបការលំបាកនិងគ្មានសុវត្ថិភាពបើមានការជួបប្រទះឬសង្ស័យថាមានក្របយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសូមមេត្តាកុំប៉ះពាល់ប៉ះទង្គិចឬដំក្បាលក្របទាំងនោះឲ្យសោះសូមប្រញាប់រាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរមូលដ្ឋានឬមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា CMAC ជាការអំពាវនាវក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឬសង្ស័យថាមានក្របយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសូមមេត្តាកុំប៉ះពាល់ប៉ះទង្គិចឬដំក្បាលក្របទាំងនោះឲ្យសោះសូមប្រញាប់រាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរមូលដ្ឋានឬមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា CMAC ដើម្បីចាត់វិធានការបច្ចេកទេសឲ្យបានទាន់ពេលវេលាចំពោះព័ត៌មានទី1នេះសូមបញ្ចប់តែប៉ុណ្ណេះឥឡូវនេះបង្វែរអារម្មណ៍ពុកម៉ែបងប្អូនមកតាមដានអត្ថបទព័ត៌មានទី2វិញម្ដងត្រីរាជនេសាទបានលែងចូលក្នុងទន្លេមេគង្គជាបន្តបន្ទាប់5ក្បាលហើយតបតាមការអំពាវនាវរបស់មន្ត្រីជំនាញជលផលដោយប្រកាសប្រាប់ដល់បងប្អូនស្លាមនេសាទតាមដងទន្លេមេគង្គក្នុងករណីនេសាទបានប្រភេទត្រីរីកដែលជិតប្រពុយទៅហើយនោះត្រូវរាយការណ៍មកជំនាញជលផលជាក់ស្ដែងគ្រាន់តែត្រីរីកដែលបានលែងចូលក្នុងទន្លេជាបន្តបន្ទាប់រហូតមកដល់ពេលនេះគឺមានចំនួន5ក្បាលហើយក្នុងគោលបំណងប្រយោជន៍អភិរក្សប្រភេទត្រីកម្រនេះឲ្យបានគង់វង្សហើយមិនមានច្រើននោះទេយូរទៅគេប្រទះឃើញម្ដងលោកលីស្រីនាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី4ខែមករាឆ្នាំ2026ថាក្រោមការណែនាំពីឯកឧត្តមអភិបាលខេត្តក៏ដូចជារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យមន្ត្រីជំនាញជលផលត្រូវបន្តការយកចិត្តទុកដាក់របស់មន្ត្រីជំនាញជលផលត្រូវបន្តការយកចិត្តទុកដាក់ផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើការនេសាទចាប់ពីស្រុកស្ទឹងត្រង់បន្តរហូតមកដល់ស្រុកស្រីសុនធើទន្លេវិញហាមដាច់ខាតមិនឲ្យយកមកលក់ឬទទួលឡានឡយនាយខណ្ឌរដ្ឋបាលជលផលរូបនេះបន្តឲ្យដឹងទៀតថាកាលពីវេលាម៉ោង 10:30 នាទីថ្ងៃទី3មករាឆ្នាំ2026ខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានទទួលព័ត៌មានពីប្រជានេសាទដែលបាននេសាទបានត្រីរាជមួយក្បាលដោយប្រើប្រាស់ឧបករណ៍ម៉ាញ់នៃភូមិប៉ងឃុំរកាកយស្រុកកងមាសនិងបានចុះពិនិត្យព្រមទាំងបានផ្ដល់ព័ត៌មានទៅរដ្ឋបាលជលផលក្រោយពីបានដំណឹងនេះរាយការណ៍បន្តជូនលោកប្រធានមន្ទីរកសិកម្មក៏ដូចជាអធិការដ្ឋានជលផលមេគង្គបន្ទាប់មកនោះឯកឧត្តមទឹមបូរៈអនុរដ្ឋលេខាធិការនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដឹកនាំក្រុមការងារបច្ចេកទេសវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍជលផលទឹកស្រកនៃរដ្ឋបាលជលផលលោកនាយខណ្ឌជលផលកំពង់ចាមបញ្ជាក់ថាក្រោមកិច្ចសហការជាមួយអាជ្ញាធរស្រុកកងមាសបានចុះពិនិត្យនិងកំណត់ដិតន័យដូចខាងលើត្រីរាជចានភេទញីប្រវែង186សង់ទីម៉ែត្រទម្ងន់សរុប63គីឡូក្រាមពាក់ស្លាករដ្ឋបាលជលផលលេខកូដ039នេសាទបាននៅតាមដងទន្លេមេគង្គភូមិប៉ងឃុំរកាកយស្រុកកងមាសខេត្តកំពង់ចាមក្រោយពីកំណត់អត្តសញ្ញាណដូចខាងលើរួចក្រុមការងារនិងមន្ត្រីជំនាញជលផលបានលែងត្រីរាជនេះចូលក្នុងទន្លេមេគង្គវិញគួររំលឹកថាប្រភេទត្រីរាជនេះដែលបងប្អូននេសាទបានចំនួន5ក្នុងនោះឆ្នាំ2023មានចំនួន3ក្បាលចុងឆ្នាំ2025មាន1ក្បាលនិងដើមឆ្នាំ2026មាន1ក្បាលជំនាញជលផលបានអំពាវនាវដល់បងប្អូននេសាទតាមដងទន្លេបើក្នុងករណីនេសាទបាននៅទីតាំងណាមួយនោះសូមមេត្តារាយការណ៍មកជំនាញជលផលដើម្បីនាំគ្នាអភិរក្សត្រីដ៏កម្រនេះ